បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងមេរៀនបន្ទាប់របស់យើងគឺអានប្លង់តាក់ទងទៅនឹងជើងតាំងដែលជើងតាំងមួយដើមយើងបានអានរួចហើយឥឡូវយើងអានប្លង់បន្តទៀតគឺយើងអានប្លង់ទៅលើជើងតាំងគ្រឹះពីរដើម PC 2 BP យ៉ាម៉ែត6ទឹកអញ្ចឹងយើងអានប្លង់នេះបន្តទៀតហើយយើងមើលនៅនេះវាមានជើងតាំងពីរដើមដូចគ្នាដែរប៉ុន្តែនេះជា PCP ហើយនេះជា PCPA អញ្ចឹងយើងកុំច្រឡំរវាងពីរហ្នឹងថាដូចគ្នាដោយសារនេះវាមាន A អញ្ចឹងការ detail របស់វាច្បាស់ជាផ្សេងគ្នាហើយអញ្ចឹងយើងមើលប្លង់មានការប្រយ័ត្នប្រយែងត្រង់ហ្នឹងកុំឃើញតែមួយយើងដាក់ទៅអញ្ចឹងយើងទៅមើលតាក់ទងទៅនឹងការងារ soft drawing ឬក៏ប្លង់ detail របស់យើងនៅខាងក្រោមតោះអញ្ចឹងយើងឃើញអានទៅនេះពីរដើមដូចគ្នាប៉ុន្តែយើងមើលជាអីនេះ PC PA អញ្ចឹងមិនមែនគោលដៅរបស់យើងទេណាអញ្ចឹងរបស់យើង PC 2អត់មាន A ទេអញ្ចឹងយើងទៅមើលខាងក្រោមទៀតអញ្ចឹងឲ្យបានប្លង់មិនចេះតែមើលឃើញឲ្យដាក់ភ្លាមអត់ទេមើលឲ្យបានត្រឹមត្រូវណាប្រយ័ត្នអានខុសយកទៅរៀបដៃខុសអញ្ចឹងការងាររបស់យើងខុសហើយមានកង់ស្តង់ឬក៏មានអីមកចាប់កិច្ចការងារយើងខុសហ្នឹងខាត់ពេលក្នុងការរើដៃឡើងវិញទាំងអស់ណាអញ្ចឹងយើងមកមើលចំណងជើងឲ្យបានត្រឹមត្រូវអញ្ចឹងយើងអានថា Pal Cap ពីដើម PCP អូខេនេះឃើញទេត្រូវអញ្ចឹងយ៉ាត់ច្រឡំតោះអញ្ចឹងយើងអានទៅលើទិន្នន័យរបស់យើងដែលគេឲ្យ soft drawing អញ្ចឹងយើងមើលរូបភាពពុះរបស់យើង section A ហើយនឹង section B អញ្ចឹងយើងមើល section A នៅខាងក្រោមបាទអញ្ចឹង section A នៅខាងក្រោមយើងអានតិចទៅបាទនេះជា section A នេះជា section B អញ្ចឹងយើងអាន section A មុនអញ្ចឹង section A គេប្រាប់មកថាម៉េចនេះដើម្បីធ្វើជើងតាងនេះមកដើមយើងត្រូវធ្វើម៉េចអញ្ចឹងគេប្រាប់មកថា lin concrete ប្រមាណ5ហ៊ុនហើយនឹងប្រហាប់ថ្មនៅខាងក្រោម2ទឹកអញ្ចឹងនេះជាទិន្នន័យរបស់សគ្រឹះទេបាទអញ្ចឹងយើងមើលបន្តទៀតអញ្ចឹងនៅក្នុងជើងតាងរបស់យើងពីដើមហ្នឹងគេបាន detail ប្រាប់យើងថាយ៉ាងម៉េចខ្លះអូខេអញ្ចឹងយើងមើលអានយើងមើលលេខ1នេះ position 1 position ហ្នឹងទីតាំងរបស់ដៃដែលត្រូវរៀបបាទអញ្ចឹងសម្រាប់ជើងតាងរបស់យើងពីដើមយើងច្រើនតែមានការច្រឡំបើសិនណាជាមិនមានការប្លង់ soft drawing បានត្រឹមត្រូវទេច្រើនតែច្រឡំជាពិសេសសាយរបស់យើងទៅចេញថ្មីថ្មោងអត់សូវបានមើលគ្រប់គ្រាន់អាចនឹងខុសហើយខុសហើយគឺគេឲ្យរើហើយអត់មានចាក់ទាំងខុសទេណាហើយយើងក៏មិនអាចធ្វើកិច្ចការងារទាំងខុសដែរអញ្ចឹងយើងមើលដៃជើងតាំងពីដើមហ្នឹងគឺដៃតាមទិសវែងនេះនៅខាងក្រោមហើយនឹងដៃតាមទិសខ្លីនេះនៅខាងលើអញ្ចឹងប្រយ័ត្នជាងគេយកអាខ្លីដាក់ក្រោមអាវែងហ្នឹងយកដាក់លើអញ្ចឹងដៃដែលធ្វើការនេះគឺតាមទិសវែងនេះទេវាធ្វើការដូចធ្នឹមចឹងដូចដៃយើងធ្នឹមចឹងនេះដូចអានេះទៅសម្ដៅនេះសម្ដៅអញ្ចឹងដៃខាងក្រោមនេះជាអ្នកធ្វើការទេអញ្ចឹងយ៉ាត់ច្រឡំកន្លែងហ្នឹងខ្ញុំឃើញច្រើនតែខុសដែរវិស្វករដែលយើងទៅចេញទៅអញ្ចឹងប្រយ័ត្នទៅហ្នឹងអញ្ចឹង position ទី1នេះវានៅខាងក្រោមឯសម្រាប់ជើងតាំងពីដើមហ្នឹងខ្ញុំបញ្ជាក់អញ្ចឹងណាអញ្ចឹងឲ្យតែជើងតាំងពីដើមដៃខាងក្រោមនេះវានៅដៃតាមទិសវែងនេះនៅខាងក្រោមហើយនឹងតាមទិសខ្លីនេះនៅខាងលើអាគ្រាប់នេះដែលនៅពេលដែលយើងមកមើល section B ទៅនេះឃើញទេនេះដៃយើងនេះអាក្រហមនេះឃើញទេនៅខាងលើនេះអញ្ចឹងណាអញ្ចឹងយើងអានទិន្នន័យមួយនេះ01មានតសៃដែក9ដើមហើយនឹងដែករបស់យើងមកកាត់20លីមកទឹកកន្លះមួយsorry មកទឹកមួយណាមកទឹកមួយអញ្ចឹងមកទឹកមួយយើងទៅមើលតើវាមានចំនួនប្រវែងប៉ុន្មានយើងមើលនៅក្នុង bar list នេះឬក៏ bar bending schedule គេអាចប្រើពាក្យនេះបានណាបាទអញ្ចឹងយើងអានទៅនេះ01 9ដើមមកកាត់របស់យើង20លីហើយនឹងប្រវែងរបស់យើងសរុបហ្នឹងនៃមួយដើមហ្នឹង2ម៉ែត្រ9ទឹក1ហ៊ុន6លីតែនេះវាគេអត់ប្រកួតកាត់ទេវាចេញតាមលេខរៀងហ្នឹងមកណាអញ្ចឹងវាចេញរបៀបហ្នឹងតែយើងចាំជាក់ស្ដែងនៅក្នុងការដ្ឋានយើងអាចប្រកួតឡើងទៅដល់ប្រហែល2ម៉ែត្រ9ទឹក2ហ៊ុនអីចឹងទៅណាឲ្យគ្រប់ទៅកុំឲ្យលីចឹងបាទនេះ total សរុបនៃដែកទាំង9ដើមហើយនេះជើងតាងរបស់យើងសម្រាប់ position ទី1នេះ 64.6 គីឡូក្រាមអញ្ចឹងនៅពេលដែលយើងកាត់ដែកមានន័យថាយើងពុតនេះខាងលើនេះគឺពីទឹក4តែពីទឹក4ហ្នឹងគឺប្រវែងនេះខាងលើនៅអាកំណោងនេះបន្តិចទៀតណា
ចឹងយើងគិតកំណោងនេះផងកំណោងនេះលបាក់ថា3 fee ឬក៏2 fee ដែល fee របស់យើងហ្នឹងគឺមុខកាត់ដែករបស់យើង20លីហ្នឹងហើយចឹងយើងគិតធំនេះណាពីទឹក4ហ្នឹងអាកំណោងនេះយើងអត់បានគិតទេចឹងយើងត្រូវបូកចូលបន្ថែមបើមិនចឹងទេយើងពុតកាត់ដែកប៉ុណ្ណេះពុតមកសល់លើសប្រវែងឃើញទេបើយើងវាស់ពីនេះទៅលើសប្រវែងចឹងយើងសាក់លោមួយជើងតាងរបស់យើងសិនឲ្យវាត្រូវសិនណាលោមួយដើមសិនកាត់មួយដើមឲ្យត្រូវសិនហើយចាំយើងពុតសរុបទាំង9ដើមបើមិនចឹងឯងខុសហើយចឹងនេះជាប្រវែងរបស់យើងសល់ពីប៉ុណ្ណេះមកអានេះសងខាងពីទឹក4ហ៊ុនដែរប៉ុន្តែពីទឹក4ហ៊ុនចាប់ពីនេះទៅមកដល់នេះអាកំណោងនេះអាច2 fee ឬក៏3 fee ណាចឹងលោមួយដើមសិនបើត្រូវហើយចាំយើងកាត់សរុបបើអត់តនេះកុំអាលបាទចឹងយើងមើលទៅនឹងតោះយើងទៅមើល position 02ទៀតចឹង02នៅតាណាបាទចឹង position 02តាណាបាទនេះយើងមើលនេះ position 02ចឹង position 02គឺនិយាយដៃក្រហមនេះតែដោយសារដៃនេះវាបាំងទៅណានេះដៃពណ៌ក្រហមនេះឃើញទេអាដៃនៅលើនេះអាដៃនៅលើអាដៃតាមទិសវែងនេះចឹងអាដៃទិសខ្លីដែលខ្ញុំថាមិញណាគឺមានចំនួន16ដើម20លីមកទឹកកន្លះមួយចឹងយើងមកមើលបាលីសរបស់យើងនេះយើងមកមើលបាលីសរបស់យើងពី02 16ដើម20លីនេះជាប្រវែងខ្ញុំវាយយកឡើងវិញទេហើយនេះជា symbol ដែលយើងត្រូវកាត់ប្រវែងហ្នឹងណាប្រវែងហ្នឹងអញ្ចឹងអាហ្នឹងសម្រាប់ដែកនៅផ្នែកខាងក្រោមនៅផ្នែកខាងក្រោមនេះណានេះនៅផ្នែកខាងក្រោមបាទអញ្ចឹងយើងមើលឲ្យត្រឹមត្រូវណាប្រយ័ត្នរៀបដែកខុសកាត់ដែកត្រូវហើយយកទៅរៀបដែកខុសអញ្ចឹងខ្ញុំបញ្យល់រួចហើយសម្រាប់ដែកខាងក្រោមនេះតាមទិសវែងរត់នៅខាងក្រោមខ្លីនៅខាងលើនៃដែករបស់យើងហ្នឹងអញ្ចឹង position 03តាមទិសវែងនេះទៀតឃើញទេដល់ពេលដៃយើងនៅខាងលើ top នៃជើងតាងរបស់យើងនេះនៅខាងលើនេះគឺលេខ03នេះមេតាដាក់វានៅខាងលើវិញដូចគ្នាទៅនឹងស្របដូចនេះហើយអាដៃគ្រាប់មូរបស់យើងនៅខាងក្រោមដូចគ្នាណាអញ្ចឹង03នេះវាមាន8ដើម16លីមកទឹកមហ៊ុនណាទឹកមហ៊ុនអញ្ចឹងយើងទៅមើលដៃរបស់យើងនេះឃើញទេ8ដើម16លីនេះជាຂະຫນាតដែលពុតអញ្ចឹងយើងមើលក្នុងនេះអាចនឹងឆ្ងល់ចុះមិនបានខ្លីអានេះខ្លីម៉េះហើយអាលើនេះមិនបានវែងម៉េះអញ្ចឹងគេនឹងពុតវាយកមកគ្របនៅលើនេះអាដៃនេះឃើញទេដៃនេះយើងឃើញប្រវែងដែកនេះដូចគ្នាទៅនឹងអាដៃនេះហ៎ហើយនឹងដែកនេះប្រវែងនេះវាវែងជាងអញ្ចឹងវាថាអានេះគេពុតតែ12 fee ដើម្បីឲ្យចំណេញខាងនេះstandard hook គេឲ្យពុតតែ12 fee វា4ពីទឹក4ហើយអានេះរួចសល់ប្រមាណយើងពុតមកគ្របនៅលើនឹងទៅអញ្ចឹងយើងមកមើលដែករបស់យើងនេះបាទយើងមកមើលដែករបស់យើងនេះយ៉ាងម៉េចវិញគឺនេះពុតតម្លាក់តាំងពីនេះមកដល់នេះហើយនឹងតម្លាក់មកដល់ខាងក្រោមនេះអញ្ចឹងតោះណាសម្រាប់ដែករបស់យើងហើយពុតចំនួនប្រមាណពុតចំនួន8ដើមអញ្ចឹងបើយើងមើលរូបភាពជាក់ស្ដែងនៃការឋានសម្រាប់ជើងតាងមួយហ្នឹងនេះអញ្ចឹងខ្ញុំបើកឲ្យមើលនេះជើងតាងនេះអធិស្ឋានយើងរៀងបាត់ safety តិចហើយមកគាត់តម្លាក់ចុះក្រោមទៅតាមថាឲ្យបានតាមត្រូវណាតែដោយសារយើងពេលថតទៅក៏មិនបានចាប់អារម្មណ៍ដែរណាអញ្ចឹងសម្រាប់ពួកយើងត្រូវឲ្យមាន safety ត្រឹមត្រូវបាទអញ្ចឹងនេះដែករបស់យើងដែលយើងកាត់មិញឃើញទេឃើញដែកតាមទិសវែងនេះដែកតាមទិសវែងគឺនៅខាងក្រោមណាហើយដែកតាមទិសខ្លីគឺនៅលើដែកទិសវែងនៃជើងតាំងពីដើមហ្នឹងហើយសម្រាប់ដែកខាងលើយើងឃើញនេះអាវែងនេះឃើញទេវែងនេះឃើញទេគ្របមកដល់ខាងក្រោមនេះហើយមកដល់ខាងក្រោមនេះហើយបន្ទាប់មកដែកតាមទិសខ្លីនេះទិសខ្លីនេះតិចខ្ញុំអាន position 04នេះគ្របមកខាងក្រោមទៀតអញ្ចឹងណាបាទយើងទៅមើលម្ដងទៀត position 04អញ្ចឹង position 04យើងមើលទៅនេះឃើញ04ទៅនេះហ៎អញ្ចឹង04នេះឃើញទេបើមើលយើងមើលរូបភាពយើងគឺយើងគ្របអញ្ចឹងនេះអញ្ចឹងមកដល់ខាងក្រោមនេះឃើញទេអញ្ចឹងមានចំនួនប៉ុន្មានដើមមានចំនួន22ដើមអញ្ចឹង22ដើមយើងទៅមើលនៅក្នុងបាលីសរបស់យើងមិញនេះ04 22ដើមនេះប្រវែងវាឃើញប្រវែងនេះដូចគ្នាទៅនឹងស្របតាមនេះទេប៉ុន្តែប្រវែងនេះគឺត្រូវគ្របមកណាគ្របមកលើនៃposition 02ហ្នឹងឲ្យដល់ប្រវែងក្រោមហ្នឹងអញ្ចឹងយើងកាត់ចំនួនមកដើម22ដើមតែយើងមានឆ្ងល់ទេទាំងអស់គ្នាយើងមើលប្លង់យើងមានឆ្ងល់ទេ
បាទនេះយើងមានឆ្ងល់ហើយនេះយើងឃើញថាដែកតាមស្របនេះបានទឹកមួយមកទឹកមួយបាទប៉ុន្តែដល់ពេលអាតាមទិសវែងនេះបានមកទឹកមហ៊ុនអញ្ចឹងវាខុសគ្នាណាអញ្ចឹងនៅពេលដែលយើងគ្របទៅច្បាស់ជាអត់ចំស្របស៊ីគ្នាចំពោះលក្ខខណ្ឌហ្នឹងគឺទៅតាមការងារ design ដោយសារដែកខាងលើវាធ្វើការតិចជាងដែកខាងក្រោមដែកខាងក្រោមវាធ្វើការខ្លាំងជាងអញ្ចឹង spacing វាអត់ដូចគ្នាទេប៉ុន្តែយើងមកមើល position 02វិញ02មកទឹកកន្លះដល់ទៅពេល04នេះដែលគ្របពីលើទៅមកទឹក1តែអានេះដែក16លីអានេះដែក20លីប៉ុន្តែវាអត់ស្របគ្នាត្រូវអត់អានេះមកទឹកកន្លះអានេះបានមកទឹក1អញ្ចឹងវាគ្របអត់គ្របលើគ្នាត្រូវអត់អញ្ចឹងវាអត់គ្របលើគ្នាទេអានឹងអត់ចោតជាបញ្ហាទេយើងរៀបឲ្យតែគ្របដែករបស់យើងទៅវាត្រឹមត្រូវហើយអត់មានរៀបចាប់ទាញឲ្យស៊ីគ្នាណាកន្លែងណាដែលត្រូវស៊ីគ្នាស៊ីកន្លែងណាអត់ស៊ីដោយសារ spacing វាអត់ដូចគ្នាទេអានឹងទៅតាមការងារ design របស់យើងអញ្ចឹងយើងមើលរូបភាពនេះយើងនេះឃើញទេអានេះស៊ីឃើញទេអានេះអត់ស៊ីឬក៏ចិត្តស៊ីគ្នាតែអានេះមិនដែរអានេះអត់ស៊ីនៅកណ្ដាលដោយសារអីរវាង spacing មកនេះមកទឹកកន្លះប៉ុន្តែរវាងអានេះបានមកទឹកមហ៊ុនទេអញ្ចឹងវាអត់ស៊ីគ្នាទេណាអញ្ចឹងកុំនៅកាឋានមានការច្រឡំអានឹងទាញឲ្យស្មើគ្នាខុសពេញហ្នឹងហើយប្រយ័ត្នចោលអ្នក design ឬអ្នកគូខុសមកអានឹងត្រូវថ្មងរបស់គេណាអត់ត្រូវទេណាអញ្ចឹងយើងត្រូវអនុវត្តប្លង់យើងត្រូវធ្វើការទៅតាមប្លង់ដែលគេបានដាក់មកមិនធ្វើខុសពីគេដូចយើងឃើញខុសហើយបើយើងអ្នក design ខុសអត់ទេហើយបើយើងមិនច្បាស់អាច confirm ទៅគេបានណាកុំឲ្យខុសខ្លួនឯងបើខ្លួនឯងអ្នកខុសឲ្យសួរគេអញ្ចឹងប្រយ័ត្នប្រយែងទៅហ្នឹងណាបាទបន្ទាប់មកទៀតយើងអាន position 04ហើយរៀបទៅតាមឲ្យត្រូវទីតាំងហើយយើងចាប់ផ្ដើមកាត់ដែក stem column នេះអញ្ចឹងអាដែក stem column នេះខ្ញុំបានបញ្យល់ជាហោហែហើយតាំងពីវីដេអូទី1មកណាអញ្ចឹងខ្ញុំបញ្យល់ម្ដងទៀតអញ្ចឹង position 05អញ្ចឹង position 05នៅណាយើង position 05សង្ស័យប្រហែលជាដែកកងហ្នឹងទៅបាទដូចជាមិនមែនទេ position 05 04 05យើងអត់ឃើញ05បាទប្រហែលជាយើងទៅមើលលើនេះតិចមើលហើយលោកគាត់រំលង05អូsorry 05នេះ05ជាសាយបាប្រហែលជាអត់បានចាប់អូនៅខាងលើនេះណានេះ position 05អាដែកដែលយើងក្តោបទៅលើជើងតាំងរបស់យើងនេះអញ្ចឹងជាទូទៅដែកក្តោបរបស់យើងពុតពីខាងនេះមួយមកខាងនេះមួយហើយពីខាងនេះមួយមកខាងនេះមួយឲ្យស្របស្មើគ្នាណានេះយើងមើលទៅយើងឃើញអាគ្រាប់នេះឃើញទេគ្រាប់ដែកហ្នឹងហើយមានចំនួនប្រមាណដើមដែករបស់យើងហ្នឹងមានចំនួនប្រមាណដើមមានចំនួន7ដើមមានថាខាងនេះពុតមកខាងនេះមាន7ដើមខាងនេះទៅ7ដើមអញ្ចឹងសរុប14ដើមនេះជាប្រវែងដែកដែលយើងត្រូវពុតណាហើយបើការងារជាក់ស្ដែងនៅតាណានេះអាដែកនេះឃើញទេពុតជុំវិញស្រោបជុំវិញជាងតាមរបស់យើងណាក្តោបមានណាក្តោបទៅលើដែកប្រឈរទៅតាមដែកប្រឈររបស់យើងណាបាទតោះអញ្ចឹងអាហ្នឹង position 05 06ជាដែកអីគេ06ជាដែក stem column ឯគ្នាយើងណាដែក stem column ឯងអញ្ចឹងយើងពុត4ដើមទៅយកមករៀបមកយើងពុត8ដើមមកយកមករៀបមកអញ្ចឹងអា4ដើមជាអ្វីនេះដោយសារអីគេអត់ឲ្យតនៅតំណតែមួយទេតំណរបស់យើង40 feet ហ្នឹងយើងអត់តតែមួយតខាងលើមួយតខាងក្រោមចា06នេះយើងវែងជាងគេទៅ08នេះ07នេះមាន8ដើមខ្លីជាងគេទៅនេះបើយើងមកមើល data របស់យើងនេះឃើញទេយើងពុតទៅតាមហ្នឹងយើងយកទៅរៀបតាមទីតាំងអញ្ចឹងដៃយើងនៅតាណាដៃយើងហ្នឹងនេះឃើញទេយើងឃើញនេះដៃយើងនេះយើងឃើញវែងជាងខ្លីនេះឃើញទេអា4ដើមវែងចឹងទៅអត់សល់ប្រហែល8ដើមទៀតអាខ្លីចឹងទៅអាហ្នឹងសម្រាប់ដៃ stem column របស់យើងហើយនឹងចុងក្រោយ position 09ដៃកងរបស់យើងប្រហែលនេះជាប្រវែងរបស់យើងហើយនេះជាចំនួនហើយដៃរបស់យើងមកកាត់10លីអញ្ចឹងយើងមើលនៅតាណានេះអញ្ចឹងយើងយកមករៀបណាយើងយកមករៀបទៅតាមទីតាំងរបស់យើងត្រឹមត្រូវដែលគេដាក់មកហ្នឹងទៅអត់ខុសទេអញ្ចឹងប៉ុណ្ណឹងដូចជាមិនជាបញ្ហាណាយើងរៀបពីក្រោមទៅដល់លើទៅអស់ចំនួនប្រហែលនេះ10ដើម10ដើម10លីមកទឹកកន្លះមួយណាតែនៅក្នុងនេះវាមានចំនួន20
ដោយសារអីវាមានដូចជាមាន20មើល20នឹង20ត្រូវ20សម្រាប់09 08មាន10ឯងចឹងណា08មាន10ឯង20នេះដោយសារអានេះនៅពេលដៃកងតូចនេះឃើញទេចឹងវាមាន2 stop ណាវាមាន2 stop ចឹងត្រឹមត្រូវរបស់គេហើយចឹងដែករបស់យើងសរុបនៃមួយជើងតាំងនេះអស់431គីឡូអូខេណា QS ឃើញប៉ុណ្ណេះបានណានេះអញ្ចឹងបន្ទាប់ពីយើងរៀបដៃត្រឹមត្រូវអីអស់ហើយយើងចាប់ផ្ដើមចាក់បេតុងទៅអញ្ចឹងណាអញ្ចឹងសម្រាប់បេតុងរបស់យើងនៅអាយុ28ថ្ងៃហ្នឹង35អញ្ចឹងយើង order 35សៃ cylinder កុំឲ្យខុសណាបាទហើយនេះជា level របស់គេទេជា level ទេដែលដកចេញពី level ផ្លូវមកប្រហែលពីទឹកអានេះដកទៀតប្រហែល1.2 ម៉ែត្រហើយ level ground floor របស់គេនៅ1.9 ម៉ែត្រហើយគេដាក់ប្រើពាក្យ available នេះមានន័យថាវាប្រែប្រួលដោយសារអីធ្នឹមរបស់យើងវាមានការប្រែប្រួលអានេះធ្នឹម ground floor មានការប្រែប្រួលហើយនឹងចន្លោះពីទៅនេះមួយទៅនេះមួយវាមានការប្រែប្រួលដូចគ្នាដែរអញ្ចឹងបានគេ detail ជា detail ធម្មតាមិនប៉ុន្តែជាងតាំងណាដែលមានបាក់ផាយគ្នាយើងទៅមើលការងារជាក់ស្ដែងបាទអញ្ចឹងខ្ញុំទៅបញ្យល់ការងារបច្ចេកទេសបន្តិចទៀតនៅពេលដែលយើងអានប្លង់យល់ហើយដើម្បីគ្នាយើងបានកាន់តែយល់អញ្ចឹងដំបូងគឺយើងត្រូវធ្វើម៉េចបាទដំបូងយើងត្រូវធ្វើម៉េចបាទដំបូងយើងត្រូវអីគេយើងធ្វើលីនណាប្រហាប់ដីប្រហាប់អីអស់ហើយដោយសារដីរបស់យើងបាច់វល់នេះណាដើម្បីឲ្យលីនឬក៏បេតុងសម្អាតយើងរឹងមាំយើងត្រូវចាក់លីន concrete នេះឃើញទេវាយពុំឲ្យត្រឹមត្រូវមកដើម្បីចាក់លីនអូខេបន្ទាប់ពីចាក់លីនរួចហើយអីរួចហើយនេះឃើញទេស្អាតហើយបន្ទាប់មកយើងចាប់ផ្ដើមវាយរកទីតាំងរបស់ pal cap របស់យើងនៅតាណាទំហំប៉ុណ្ណាហ្នឹងទៅតាមប្លង់សពត្រូវវិញគេដាក់ឲ្យហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមចងដែកនេះចងដៃរៀបឲ្យបានត្រឹមត្រូវតាម position របស់យើងនឹងហើយបន្ទាប់មកគឺយើងវាយពុំនេះណាវាយពុំនេះវាយ៉ាន់ពុំយ៉ាន់អីត្រឹមត្រូវស្អាតបាតអីអស់ហើយ check មើលធាក់មើលផងឲ្យលោលបាក់តិចទីនៅពេលដែលយើងចាក់បេតុងទៅវាមានសម្ពាធណាហើយបិទជើងក្រោយបានស្អាតទៅជៀសវាងទឹកបេតុងហូរចេញស្អុយពិបាកជួសជុលជើងតាំងទៀតត្រូវមាត់មេទៀតកង់ស្តង់គេរឬម្ចាស់ផ្ទះអត់សប្បាយចិត្តទៀតបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់បេតុងណោះដល់ពេលចាក់បេតុងហើយបកមកគឺខ្ចីញអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងធ្វើស្អាតបកមកខ្ចីញអញ្ចឹងវាសប្បាយចិត្តទាំងអស់គ្នាណាអញ្ចឹងសម្រាប់វីដេអូហ្នឹងមានប៉ុណ្្នឹងទេបើមិនយល់កន្លែងណាអាចឆាតសួរនៅក្នុងជា private ក៏បានឬក៏អាច comment នៅក្នុងវីដេអូខាងក្រោមក៏បានដែរបាទអរគុណបាទ